បាទរំលាយសួរបងប្អូនបាទថ្ងៃនេះចង់បង្ហាញបងប្អូនបន្តិចដោយសារតែឥឡូវនេះយើងមានការចូលស្តុកថ្មីនៅប្រភេទធុង fiber ប្រភេទ FOP និងប្រភេទ smart យើងហៅ smart ណាអញ្ចឹងយើងឃើញថាសម្រាប់តម្រូវការពុកម៉ែបងប្អូនដែលប្រើប្រាស់ទឹកស្អាតឬក៏ប្រភេទទឹកសុទ្ធអីក៏ដោយពីច្រើននិយមប្រើប្រាស់នេះជាងគេហើយនេះបានជាវាធ្វើឲ្យទីផ្សារនៅខ្មែររបស់យើងឬក៏អតិថិជននៅខ្មែរយើងក៏និយមប្រើប្រាស់ដោយសារតែភាគច្រើនមិនថាទឹកសុទ្ធឬក៏មិនថាទឹកស្អាតទេពុកម៉ែបងប្អូនប្រើភាគច្រើនគឺប្រភពទឹកយកមកប្រើប្រាស់នេះគឺប្រភេទប្រភពទឹកដូងអញ្ចឹងតាមបទពិសោធន៍ដែលពុកម៉ែបងប្អូនក៏ប្រើប្រាស់ទឹកដូងនោះធុងចម្រោះដែលប្រើជាប្រភេទ FOP ឬប្រភេទយើងចំណាំហៅស្មាច់នេះគឺវាធន់ជាងដោយសារតែទី1វាទឹកដូងរបស់យើងមានកបោមានច្រេះអីផ្សេងៗអញ្ចឹងកាលណាប្រើប្រភេទសំបកធុងស្មាច់ឬក៏ FOP នេះគឺវាអត់ងាយមានប្រតិកម្មជាមួយនឹងជាតិកបោអីផ្សេងៗទេអញ្ចឹងធ្វើឲ្យការធ្លុះឬក៏ការកាត់ធ្លាយអីផ្សេងៗគឺលែងបារម្ភតែម្ដងដោយសារតែជាតិកបោវាអត់មានការប្រតិកម្មជាមួយនឹងសំបកធុងបែបនេះអញ្ចឹងហើយបាននិយាយទៅពុកម៉ែបងប្អូនដែលប្រើប្រាស់ប្រភពទឹកដូងទឹកទន្លេទឹកអីផ្សេងៗក៏និយមប្រើប្រភេទ FOP នេះព្រោះដោយសារតែវាធន់នឹងប្រភពទឹកទាំងអស់នោះអញ្ចឹងហើយបានឃើញថាតម្រូវការសម្រាប់សំបកធុងនេះគឺចាំបាច់ហើយសំបកធំនេះគឺលក់អាចច្រើនជាងគេតាក់ទងជាមួយនឹងតម្រូវការស្អាតឬក៏ប្រព័ន្ធចម្រោះផ្សេងៗអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការចង់ផ្លាស់ប្ដូរចង់បន្ថែមបរិមាណចំនួនធំឲ្យបានច្រើនក្នុងប្រព័ន្ធរបស់បងប្អូនអាចទំនាក់ទំនងកាន់ក្រុមការងាររបស់យើងបានបាទអរគុណច្រើន